បាទថ្ងៃនេះមានភ្ញៀវអឺរ៉ុបម្ដងបាទ Oh, so big. Wasn't working long today. With the loss of this. បាទលោកពូគឺជាជនជាតិប៉ូទុយហ្គាល់បើសិនជាបងប្អូនដែលនិយមចូលចិត្តបាល់ទាត់ប្រកាសជាស្គាល់ហើយ Cristiano Ronaldo ខ្ញុំក៏បានសរសើរពី Cristiano Ronaldo ដែលជនជាតិប៉ូទុយហ្គាល់ប្រកែកលេងបាល់ទាត់តែគាត់បែរជានិយាយថាប៉ូទុយហ្គាល់គឺគាត់នៅចាញ់ខ្ញុំទេពីព្រោះខ្ញុំអាចជួយតិចគាត់ឲ្យបានលឺឡើងវិញយ៉ាងដែរដោយសារតែ Ronaldo មិនបានជួយអីគាត់ទេបាទចូលមកដោយសារតែការស្ដាប់ឮរបស់គាត់គឺថយចុះគាត់ស្ដាប់អត់ឮទេមួយខាងនឹងបាទគឺហឹងតែម្ដងបន្ទាប់ពីការថតឆ្លោះដោយម៉ាស៊ីន Endoscopic របស់យើងឃើញថាគឺមានអាចត្រចៀកណែនស្ទះក្នុងរុនត្រចៀកនោះតែម្ដងហើយយើងឃើញទាំងអស់គ្នានេះយើងឃើញឡើងណែនចិត្តបាំងក្រដាស់ត្រចៀកតែម្ដងនេះហើយដែលជាមូលហេតុធ្វើឲ្យគាត់ថយចុះនៅក្នុងការស្ដាប់ហើយចង់បញ្ជាក់ផងដែរថាលោកពូគឺគាត់ប្រើបានបសសបាទអញ្ចឹងយើងអត់មានគិតសេវាពីគាត់ទេបានន័យថាការចំណាយរបស់គាត់គឺត្រូវបានបង់ជំនួសដោយបសសបាទមួយវិញទៀតបាទនៅក្នុងការព្យាបាលដែលស្តង់ដារគឺមុននឹងធ្វើការពិនិត្យទៅឃើញយ៉ាងដូចម្ដេចហើយនឹងធ្វើអីបន្តផលវិបាកក៏ដូចជាលទ្ធផលរំពឹងទុកយ៉ាងដូចម្ដេចយើងត្រូវពន្យល់ឲ្យលម្អិតតែម្ដងជាពិសេសយើងធ្វើការជាមួយអតិថិជនអឺរ៉ុបបាទគឺត្រូវផ្ដល់សេវាស្តង់ដារមែនទែនបាទហើយជាគុណសម្បត្តិមួយដែរដែលជនជាតិអឺរ៉ុបក៏បានសរសើរអំពីសេវាសុខាភិបាលនៅក្នុងប្រទេសរបស់យើងជាពិសេសជាមន្ទីរពេទ្យដែលតូចចលឹងគួរឲ្យស្រឡាញ់ហើយគាត់ថាគាត់នឹងមកម្ដងទៀតហើយពេលទៅវិញគាត់នឹងផ្សព្វផ្សាយអំពីសក្តានុពលនៃមន្ទីរពេទ្យដ៏តូចចលឹងរបស់យើងឥឡូវនេះយើងយកចេញបានហើយនេះអាចត្រជាឡើងប៉ប៉ិនកូនដៃតែម្ដងចឹងហើយបានជាគាត់ស្ដាប់មិនឮខ្ញុំក៏បានជម្រាបពីគោលបំណងរបស់ខ្ញុំដែលខ្ញុំប្រឹងប្រែងធ្វើការទីនេះដើម្បីឲ្យមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃគឺយើងចង់ឲ្យប្រជាពលរដ្ឋរបស់យើងដែលពុំសូវមានលទ្ធភាពបានទទួលសេវាមួយដែលមានប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពកាត់បន្ថយការចេញទៅព្យាបាលនៅក្រៅប្រទេសអស់លុយច្រើនហើយមិនតែប៉ុណ្ណោះយើងអាចទាក់ទាញភ្ញៀវបរទេសឲ្យមកព្យាបាលនៅប្រទេសយើងដែរបាទសូមអរគុណ